អូខេសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះ Channel Sambo Technology សូមបង្ហាញបងប្អូនអំពីរបៀបនៃការកម្ចាត់មេរោគនៅលើកុំព្យូទ័រហ្នឹងហើយអញ្ចឹងបងប្អូនខ្លះក៏គាត់បានដឹងហើយបងប្អូនខ្លះទៀតក៏គាត់អត់បានដឹងទេអញ្ចឹងគឺថ្ងៃនេះគឺខ្ញុំរៀងតនេបន្តិចហ្នឹងហើយក៏ឆ្លៀតធ្វើវីដេអូមួយដើម្បីបង្ហាញបងប្អូនអញ្ចឹងណាហ្នឹងហើយកុំឲ្យឆ្ងាត់ហើយបងប្អូនកុំភ្លេចជួយចុច Subscribe Channel ថ្មីរបស់ខ្ញុំផងដោយសារ Channel ចាស់វាខូចអញ្ចឹងណាវាបាត់លេខកូដអញ្ចឹងក៏ខ្ញុំបង្កើត Channel ថ្មីនេះអញ្ចឹងបងប្អូនកុំភ្លេចជួយចុច Subscribe អ្នកមួយផងដើម្បីនឹងទទួលបានវីដេអូថ្មីថ្ងៃហ្នឹងខ្ញុំមានការងារតែ design តែមួយទេហ្នឹងហើយអញ្ចឹងក៏ឆ្លៀតពេលតិចដើម្បីបង្ហាញបងប្អូនណាខានធ្វើវីដេអូយូរដែរអញ្ចឹងថ្ងៃនេះគឺយើងបង្ហាញបងប្អូនអំពីរបៀបនៃការកម្ចាត់មេរោគលើកុំព្យូទ័រដែលប្រើប្រាស់ Windows 10 ឬក៏ Windows 8 ក៏បាន Windows 10 ក៏បានវាសលីគ្នាបន្តិចតួចទេតែបើ Windows 7 គឺវាឆ្ងាយវាអត់មានកម្មវិធី virus ដើម្បីកម្ចាត់មេរោគទេអញ្ចឹងបងប្អូនខ្លះគាត់ប្រើកុំព្យូទ័រភាគច្រើនគាត់ copy ផ្លាស់ពីមួយទៅមួយអញ្ចឹងណាដោយសារកន្លែងខ្លះក៏គាត់អត់មានអ៊ីនធឺណិតទេសេវាដើរយូរអញ្ចឹងណា Wi-Fi ដើរយឺតអញ្ចឹងគាត់copy ដាក់ផ្លាស់លឿនជាងតែ copy ដាក់ផ្លាស់វាតែងតែមានពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយនោះវាអាចឆ្លងមេរោគទៅតាមផ្លាស់ចូលមកកាន់កុំព្យូទ័ររបស់យើងអញ្ចឹងទៅអញ្ចឹងដើម្បីកម្ចាត់មេរោគនៅលើកុំព្យូទ័រឬក៏យើងកម្ចាត់មេរោគនៅលើផ្លាស់ដែលដោតចូលហ្នឹងអញ្ចឹងគឺបងប្អូនអាចចុចកន្លែងសញ្ញាព្រួយឡើងលើនេះនៅលើនេះបងប្អូនយកកន្លែង Windows Security ណា Security នឹងមកអញ្ចឹងគឺបងប្អូនពេលខ្លះកន្លែង virus នេះគឺវាបិទណាពេលខ្លះបងប្អូនឃើញបិទណាឃើញបិទអញ្ចេះអូខេឃើញបិទបែបនេះអញ្ចឹងឃើញខ្វែងឬក៏សញ្ញាឧទានអីអញ្ចឹងចុះដូចខាងក្រោមនេះអញ្ចឹងណាអញ្ចឹងគឺបងប្អូនត្រូវបើកអាហ្នឹងហ្នឹងហើយកន្លែង virus ហ្នឹងគឺត្រូវបើកហើយកន្លែងនេះក៏បើកដែរមកមីស្វាមក yes មកបើកចេញសញ្ញាបេតងគ្រីអញ្ចឹងមកទាំងអស់មកណាអញ្ចឹងកន្លែង virus នេះគឺយើង turn off វាមក turn on ច្រឡំ turn on វាមកគ្រីហ្នឹងមកដើម្បីកម្ចាត់អូខេបងប្អូនវាបើកអត់ឲ្យអូខេឲ្យវាចង់ error មិញអញ្ចឹងគឺបងប្អូនបើកឲ្យចេញសញ្ញាគ្រីបេតងទាំងអស់អញ្ចឹងមកដើម្បីងាយស្រួលក្នុងការចាប់មេរោគហ្នឹងហើយពេលដែលយើងដាក់ flash ទៅវានឹងចាំមេរោគវិញ flash ណាដែលមានកម្មវិធីឬក៏មានមេរោគអញ្ចឹងទៅគឺវាចាប់មេរោគនៅក្នុង flash និងដើម្បីកុំឲ្យឆ្លងទៅកុំព្យូទ័ររបស់យើងនឹងចំណុចទី1ដែលកម្ចាត់មេរោគនៅលើ Windows តែម្ដងហ្នឹងហើយអញ្ចឹងគឺបងប្អូនអាចចុច scan មេរោគដោយចុចកន្លែងលើ virus ហ្នឹងមកហ្នឹងហើយបងប្អូនអាចចុច start ណា start action ណា start action ហ្នឹងមកដើម្បីscan មេរោគណាបងប្អូនអាច scan មេរោគនេះបងប្អូន start action មកហើយបងប្អូនយកពាក្យថា quick scan ណា quick scan ណាចុចកន្លែង quick scan ហ្នឹងមកពេលខ្លះកុំព្យូទ័របងប្អូនអត់មានកន្លែងវាអត់លោតកន្លែង start action ហ្នឹងទេវាចេញ quick scan ហ្នឹងក៏យើងអាចចុច quick scan ហ្នឹងបានដែរអញ្ចឹងបងប្អូនអាចចុច quick scan ហ្នឹងមកដើម្បី scan មេរោគអូខេនេះអញ្ចឹងគឺវាកំពុងតែ scan រោគមេរោគដែលនៅក្នុងកុំព្យូទ័ររបស់យើងណាហ្នឹងហើយ
អញ្ចឹងឲ្យវា scan ឲ្យចាប់មកណាអញ្ចឹងនេះ file ដែលអត់ប្រយោជន៍ដែលវា scan រាល់នេះណា file ដែលអត់ប្រយោជន៍ដែលវា scan ណាគឺមានច្រើនមែនទែនឡើងប្រមាណ10000 file សុទ្ធតែ file អត់ប្រយោជន៍ហ្នឹងហើយចឹងវាបាន scan ហើយអូខេបាន scan ហើយចំណុចទី1ចំណុចទី2គឺបងប្អូនចុចកន្លែង search ខាងក្រោមនេះមកបងប្អូន search ពាក្យថា run ណា run or un ណា run បងប្អូន select លើ run ហ្នឹងមកហើយបងប្អូនវាយវាពាក្យថាភាគរយ TEMP ភាគរយអញ្ចឹងមកបន្តមកបងប្អូនយក select OK បន្ទាប់ពីបងប្អូន select OK បងប្អូនឃើញ file នេះច្រើនណាតែ file ខ្ញុំកុំព្យូទ័រខ្ញុំអត់សូវច្រើនហ្មងដោយសារខ្ញុំទៅលុបមិញដែរហ្នឹងហើយដោយសារវីដេអូមុនខ្ញុំបានធ្វើហើយដោយសារវាអត់ឮសលេងអញ្ចឹងក៏ខ្ញុំធ្វើវីដេអូឡើងមួយសារទៀតអូខេអញ្ចឹងគឺបងប្អូនឃើញ file ច្រើនបងប្អូនអាចចុច delete ទាំងអស់មកណា control A អញ្ចឹងមក select លើ all ហើយបងប្អូន delete ទាំងអស់មកបងប្អូនចុច create កន្លែងនេះហើយបងប្អូនយក script ណា skip វាចោលហើយចុច create ទៀតមក script ទៀតមកអូខេអញ្ចឹង file មួយចំនួនដែលយើងអាចលុបបានទេនៅក្នុងហ្នឹងណាហ្នឹងហើយ file ដែលលុបបានយើងលុបទៅ file ដែលលុបអត់បានគឺវានៅជាប់នឹងលុបអត់ចេញទេណាហ្នឹងហើយអញ្ចឹងយើងបិទវាចោលបន្ទាប់ពីយើងបិទហើយបងប្អូនចុចកន្លែង search ដដែលបងប្អូនយកពាក្យថា run ដដែលហើយបងប្អូនចុច search ណា perfect ណាបងប្អូនចុច perfect ហើយបន្តមកទៀតបងប្អូនយក OK យើងអាច select លើ file ហ្នឹងមក control A មក select all មកទាំងអស់មកហើយបងប្អូន delete ចោល delete ចោលមកហ្នឹងហើយអូខេបន្ទាប់ពីយើង delete ចោលអស់ចំណុចទី2ចាប់យើងចូលដល់ចំណុចទី3ចំណុចទី3យើង clean ដោយយើង search ទៀតមកបងប្អូន search ពាក្យថា disk clean នេះបងប្អូន disk clean up ចុចលើហ្នឹងមក disk clean up នេះយើងអាច clean លើ drive C ក៏បាន drive D ក៏បានណាបងប្អូនអាច clean នៅលើ drive D ឬក៏ drive C ក៏បានឥឡូវខ្ញុំ clean នៅលើ drive D ចុះពោះវីដេអូមុនខ្ញុំបាន clean នៅលើ drive C ហើយប៉ុន្តែខ្ញុំធ្វើអត់លើសលេងអញ្ចឹងណាអញ្ចឹងក៏ខ្ញុំធ្វើវីដេអូនេះម្ដងទៀតឥឡូវខ្ញុំ clean នៅលើ drive D បងប្អូនចុច drive D ហ្នឹងមកហើយបងប្អូនយកពាក្យថា OK ដោយសារ drive D វាអត់មាន file អីច្រើនទេហ្នឹងហើយអត់មានញ៉ៃច្រើនទេណា file មានតែ2ទេអញ្ចឹងយើង click ទាំងអស់មកអូខេបងប្អូនយកពាក្យថា clean up system file បន្តមកទៀតឥឡូវខ្ញុំ clean នៅលើ drive C ម្ដងទៀតនឹង drive C ម្ដងអូខេមកអូខេបន្តមកយើងឃើញ file នឹងជាច្រើនបងប្អូនណាឃើញ secret ទាំងអស់អញ្ចឹងមកបងប្អូនយកពាក្យថា OK មកហើយយកពាក្យថា delete file
អូខេអញ្ចឹងគឺ file ហ្នឹងគឺយើងបាន delete ចោលអស់ហើយធ្វើឲ្យកុំព្យូទ័ររបស់យើងដើរលឿនជាងមុនហ្នឹងហើយយើងដើរលឿនជាងមុនណាហើយយើងត្រូវលុបធុងសម្រាមយើងមកមើលអូខេធុងសម្រាមយើងលុបចោលអស់ដែរអញ្ចឹងគឺធ្វើឲ្យកុំព្យូទ័រយើងដំណើរការលឿនជាងមុនហើយយើងបានសម្អាតមេរោគចោលអស់ដែរអញ្ចឹងមេរោគហ្នឹងគឺបងប្អូនព្យាយាមសម្អាតម្ដងម្ដង2ថ្ងៃម្ដងអញ្ចឹងណាកុំឲ្យកុំព្យូទ័រយើងដើរតឹងអូខេអូខេអញ្ចឹងគឺវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបាទសូមអរគុណសូមជម្រាបលាហើយបងប្អូនកុំភ្លេចជួយចុច Subscribe Channel ថ្មីរបស់ខ្ញុំអ្នកមួយផងដើម្បីនឹងទទួលបានចំណេះដឹងថ្មីជាបន្តទៀតបាទសូមអរគុណ